សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងក្នុងចិត្តមួយចង់និយាយហើយនេះក៏ជាវីដេអូដំបូងដែរដែលខ្ញុំបាន voice over សលេងផ្ទាល់ខ្លួនឯងហើយរឿងដែលខ្ញុំចង់និយាយនោះវាជារឿងមួយដែលខ្ញុំតែងតែអន់ចិត្តជាមួយនឹងខ្លួនឯងតាំងពីនាងខ្ញុំបានដឹងក្តីរហូតដល់បច្ចុប្បន្ននាងខ្ញុំតែងតែអន់ចិត្តជាមួយនឹងខ្លួនឯងនៅរឿងមួយចំណុចហ្នឹងហើយរឿងហ្នឹងគឺរហូតដល់ពេលនេះហើយខ្ញុំនៅតែធ្វើវាអត់ទាន់បានគឺរឿងឪពុកម្ដាយខ្ញុំចង់សងគុណគាត់ដែលខ្ញុំចង់ធ្វើជាកូនស្រីម្នាក់ដែលមានលទ្ធភាពទាំងការផ្គត់ផ្គង់ទាំងលុយកាក់និងមានពេលវេលាមើលថែគាត់ប៉ុន្តែជាក់ស្ដែងនាងខ្ញុំធ្វើអ្វីអត់បានទាំងអស់រាល់ថ្ងៃអត់មានពេលវេលាបាននៅក្បែរគាត់អត់មានពេលវេលាបានមើលថែគាត់ហើយសូម្បីតែលុយកាក់ក៏នាងខ្ញុំអត់អាចផ្គត់ផ្គង់ឲ្យគាត់បានគ្រប់គ្រាន់សម្រាប់ការចាយវាយឬក៏តម្រូវការផ្សេងៗរបស់គាត់គឺខ្ញុំអត់អាចសម្រេចអ្វីបានទាំងអស់ហើយរឿងនេះវាធ្វើឲ្យខ្ញុំតែងតែអន់ចិត្តជាមួយនឹងខ្លួនឯងខ្ញុំស្អប់ខ្លួនឯងខ្ញុំអត់ពេញចិត្តជាមួយនឹងខ្លួនឯងខ្ញុំបន្ទោសខ្លួនឯងខ្ញុំជាកូនអត់ល្អរហូតដល់បច្ចុប្បន្នខ្ញុំនៅតែអត់មានលទ្ធភាពផ្គត់ផ្គង់ឪពុកម្ដាយជួយឪពុកម្ដាយគាត់បានរស់ស្រួលរហូតដល់បច្ចុប្បន្នគាត់មានវ័យបញ្ជនរហូតដល់7ដល់អាយុ70ឆ្នាំហើយខ្ញុំនៅតែឃើញគាត់ធ្វើការងារធ្ងន់ធ្វើការងារហត់ច្រើនគាត់អត់បានទទួលភាពកក់ក្ដៅពីកូនអត់មានកូននៅចិត្តមើលថែបានច្រើនវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងអសមត្ថភាពខ្លាំងបំពេញការងារធំដុំអត់បានប៉ុន្តែគ្រាន់តែរឿងបាននៅចិត្តមើលថែឪពុកម្ដាយផ្គត់ផ្គង់គាត់ក៏ខ្ញុំអត់អាចធ្វើបានទាំងអស់អញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងគឺអត់ប្រយោជន៍សម្រាប់គ្រួសារហើយរឿងនេះវាធ្វើឲ្យខ្ញុំគិតរហូតដល់ពេលខ្លះខ្ញុំចង់បញ្ចប់ជីវិតព្រោះដោយសារតែគិតថាខ្លួនឯងរស់នៅវាអត់ប្រយោជន៍ជួយគ្រួសារអត់បានផ្គត់ផ្គង់ឪពុកម្ដាយអត់បានពេលចឹងហើយធ្វើឲ្យខ្ញុំបាក់ទឹកចិត្តជាមួយនឹងរឿងហ្នឹងហើយតាំងពីតូចមកខ្ញុំពិតជាចង់ធ្វើជាកូនម្នាក់ដែលជួយគាត់ចង់ឲ្យគាត់រស់ស្រួលចង់ឲ្យគាត់មានគ្រប់យ៉ាងចង់ឲ្យគាត់មានក្តីសុខទាំងផ្លូវចិត្តផ្លូវកាយរបស់គាត់តែខ្ញុំអត់ទាន់បានបំពេញអីបានទាំងអស់ខ្ញុំពិតជាអន់ចិត្តនឹងខ្លួនឯងខ្ញុំនៅតែមានវិបត្តិសេរីរឿងដែលខ្ញុំមិនអាចបំពេញតួនាទីជាកូនអាចមានពេលវេលាមើលថែនិងផ្គត់ផ្គង់គាត់បានខ្ញុំសង្ឃឹមថាកូនផ្សេង